បាទគោរពជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីធ្វើការចែកម្លែកទៅកាន់បងប្អូនទាំងគ្នាក្នុងការប្រើប្រាស់ Excel បាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការលើកនៅប្រធានបទខ្លីមួយពាក់ព័ន្ធជាមួយនឹងការរាប់ចំនួនសារដែលមានរូបមន្តបាទអញ្ចឹងនៅក្នុងលំហាត់របស់យើងថ្ងៃនេះយើងចង់បង្ហាញតាក់ទងជាមួយនឹងថាតើសារណាខ្លះមានរូបមន្តហើយសារណាខ្លះមិនមានរូបមន្តបាទនៅចង់ត្រង់ចំណុចនេះខ្ញុំចង់បញ្យល់បងប្អូនទាំងគ្នាថានៅពេលដែលយើងធ្វើការជាមួយនឹង data ជាច្រើននៅពេលដែលយើងចងរូបមន្តយើងអត់ដឹងថាតើរូបមន្តទាំងអស់ហ្នឹងយើង make sure ថាយើងបានចងឬអត់អញ្ចឹងដើម្បី check មើលថារូបមន្តរបស់យើងបានចងឬក៏មិនបានចងយើងអាចប្រើរូបមន្តមួយដែលខ្ញុំនឹងត្រូវបង្ហាញបងប្អូនតិចទៀតបាទអញ្ចឹងតោះកុំឲ្យខាត់ពេកយើងទៅចូលទស្សនាតាក់ទងជាមួយនឹងរបៀបធ្វើទាំងអស់គ្នាបាទអញ្ចឹងដោយអ្វីដែលអ្នកនរគ្នាបានឃើញហើយអានេះគឺជាគំរូ sample របស់ខ្ញុំដែលខ្ញុំចង់រកសារណាដែលមានរូបមន្តហើយនឹងសារណាទៀតដែលអត់មានរូបមន្តបាទអញ្ចឹងដោយអ្វីដែលអ្នកនរគ្នាបានឃើញហើយខ្ញុំមានប្រភេទទិន្នន័យដូចជា date បដាក A បដាក B ហើយជាមួយនឹង revenue អញ្ចឹងមានន័យថាខ្ញុំក្រុមហ៊ុនរបស់ខ្ញុំមានផលិតផល2ទី1គឺ product A ទី2គឺ product B អានេះគឺជាចំណូលរបស់ខ្ញុំថាតើ product A បូកជាមួយនឹង product B តែខ្ញុំទទួលបានចំណូលប្រមាណអញ្ចឹងមានន័យថាកន្លែង column revenue មានថាគឺជាប្រភពចំណូលរបស់យើងនឹងយើងមិនធ្វើការចងរូបមន្តយើងមិនយក product A បូកជាមួយនឹង product B បានចេញ total សរុបអញ្ចឹងកន្លែងនេះយើងភាគច្រើនយើងមិនប្រើរូបមន្តសាំយើងធ្វើការអូមក product A និង product B អញ្ចឹងយើងបានហើយអញ្ចឹងមានន័យថាតម្លៃយើង200ដោយសារយើងយក product A តម្លៃ product A ដែលយើងលក់បានបូកជាមួយនឹង product B ដែលយើងលក់បានបាទអញ្ចឹងតម្លៃ200អញ្ចឹងយើងចង់ដឹងថាសេរបស់យើងនឹងប្រកាសថាចងរូបមន្តឬក៏អត់ព្រោះដោយសារថាតួលេខខ្លះដែលបងប្អូនខ្លះគាត់វាយដៃមានន័យថាបើយើងវាយ200អញ្ចេះមានថាយើងអាចបានចងរូបមន្តទេអញ្ចឹងយើងអត់ដឹងថាអ្វីដែលយើងធ្វើប្រកាសជា make sure ថាតម្លៃទាំងអស់ហ្នឹងប្រកាសជាធំទៅឬក៏អត់ពេលខ្លះយើងអាចច្រឡំដៃឬក៏អាចធ្វើការប៉ះទៅលើចំណុចណាមួយទៅវាធ្វើឲ្យជាតម្លៃហ្នឹងវាទៅជាបំលែងទៅជាមិនមែនជារូបមន្តដែលធ្វើឲ្យការគណនារបស់យើងខុសបាទអញ្ចឹងដើម្បីរកសារថាតើសារណាខ្លះមានរូបមន្តសារណាខ្លះរូបអត់មានខ្ញុំសូមធ្វើការលើកយកនៅរូបមន្ត2ដែលអាចស្វែងរកទៅលើប្រភពទិន្នន័យនេះបានទី1គឺ sum product ទី2គឺ if formula បាទតោះកុំឲ្យខាត់ពេលយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាបាទអញ្ចឹងជាដំបូងខ្ញុំសូមធ្វើការរកសារដែលមានរូបមន្តបាទអញ្ចឹងដើម្បីរកសារដែលមានរូបមន្តបានអ្នកទាំងនេះត្រូវប្រើរូបមន្តមួយគឺ sum product អញ្ចឹងអ្នកទាំងនេះធ្វើការចុចស្មើមកអញ្ចឹងអ្នកទាំងនេះទៅស្វែងរករូបមន្តមួយមានន័យថារូបមន្ត sum product SUM អញ្ចឹងមកត្រង់ចំណុចនេះអ្នកទាំងគ្នាបានឃើញមានន័យថាអានេះគឺជារូបមន្ត sum product អញ្ចឹងយើងចុចលើវាមកបាទអញ្ចឹងមកដល់កន្លែងនេះយើងអត់ទាន់ដាក់ array ទេដោយសារតែយើងចង់រកមានន័យណាចំនួនសេដែលយើងចងរូបមន្តអញ្ចឹងកន្លែងនេះគេប្រើ double មានន័យថា double negative ដើម្បីជំនួសអញ្ចឹង double negative ហ្នឹងវាគឺជាបច្ចេកទេសមួយក្នុងការ convert ណាចំនួន true false ទៅជាចំនួនលេខ1ឬក៏0បាទ true លេខ1បាទ false លេខ0បាទអញ្ចឹងអាកន្លែង double negative ហ្នឹងខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយទៀតប៉ុន្តែខ្ញុំសូមចុច double negative អញ្ចឹង double negative អ្នកទាំងអស់ចុចសញ្ញាដក2ដងមកបាទអញ្ចឹងមានន័យថាចំណុចនេះគឺជា double negative បាទអញ្ចឹងអ្នកទាំងអស់ធ្វើការបើកវងកញ្ចក់មួយទៀតមកអញ្ចឹងដើម្បីរករូបមន្តថាសាររបស់យើងសារណាខ្លះមានរូបមន្តគេប្រើរូបមន្តមួយគឺ if formula អញ្ចឹងដើម្បីរកសារដែលមានរូបមន្តគេប្រើរូបមន្តមួយគឺ if formula អញ្ចឹងអ្នកនរស្វ័យពាក្យ I S អញ្ចឹងមកដល់កន្លែងនេះអញ្ចឹងអ្នកនរប្រកាសឃើញហើយគឺ if formula អញ្ចឹងរូបមន្តនឹងគឺដើម្បីស្វែងរកសារណាដែលមានរូបមន្តអញ្ចឹងមកដល់កន្លែងនេះអញ្
ចឹងមកដល់ចំណុចនេះអ្នកទៅ select ទៅលើចំណុច range របស់យើងដែលយើងចង់ស្វែងរកថាតើ range ហ្នឹងមានរូបមន្តឬក៏អត់អញ្ចឹងមានន័យថាខ្ញុំចង់ check កន្លែងនេះ check កន្លែង revenue នេះថាតើ revenue ដែលខ្ញុំបានបូកកន្លងមកហ្នឹងមាន revenue មានត្រង់ share ណាខ្លះដែលចងរូបមន្តហើយ share ណាខ្លះអត់ចងអញ្ចឹងអ្នករៀនធ្វើការ select ពីលើដល់ក្រោមមកព្រោះតែដោយសារតែយើងចង់ដឹងថា revenue របស់យើងនៅក្នុងចំណុច share នីមួយៗ make sure ថាបានចងរូបមន្តឬអត់អញ្ចឹងអ្នករៀន select ឲ្យចាប់ពី E5 រហូតដល់ E14 ធ្វើការបិទមុខកញ្ចក់វិញអញ្ចឹងអ្នករៀនធ្វើការបិទពីរដងមករួចធ្វើការចុច enter យ៉ាបាទអញ្ចឹងមានន័យថានៅក្នុងទិន្នន័យរបស់យើងកន្លែង revenue ហ្នឹងមាន share 4ដែលបានចងរូបមន្តអញ្ចឹងដោយសារទិន្នន័យរបស់យើងសរុបទាំងអស់វាមាន10អញ្ចឹងមានថាមាន4ចងរូបមន្តហើយ6ទៀតអត់ទាន់បានចងអញ្ចឹងយើងចង់ដឹងថាតើ4ហ្នឹងមានអ្នកខ្លះដែលបានចងអញ្ចឹងដើម្បី check មើលអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលកន្លែង formula នេះមួយមកហើយអ្នកលេខចូល formula នេះចំណុចនេះអញ្ចឹងអ្នកទាំងអស់គ្នាឃើញហើយនេះមានន័យថាវាគឺជាចំណុចដែលយើងអត់ទាន់បានចងទេហើយកន្លែងនេះគឺជាចំណុចដែលយើងបានចងរូបមន្តអញ្ចឹងដោយសារមិញ result របស់យើងបង្ហាញមិញគឺ4ដែលបានចងរូបមន្តអញ្ចឹងអ្នកទាំងអស់គ្នាចុចនេះគឺ save អានេះ2ដែលយើងបានចងខ្ញុំសូមធ្វើការ highlight អញ្ចឹងពីនេះមានថាយើងបានចងរូបមន្តហើយប៉ុន្តែមានន័យថានៅ6ទៀតដែលយើងអត់ទាន់បានចងអញ្ចឹងយើងអាចរកប្រើរូបមន្តមួយទៀតដើម្បីរកថាតើមាន share ណាខ្លះដែលអត់ទាន់បានចងអញ្ចឹងនៅក្នុងចំណុចនេះវាអត់ដូចអីឬក៏អត់ខុសពីរូបមន្តពីមុនដែរគ្រាន់តែយើងថែម note រូបមន្ត note នៅពីមុខ e formula ទៅដើម្បីស្វែងរកទៅលើ share ណាមួយដែលអត់ទាន់បានចងបាទអញ្ចឹងយើងសូមធ្វើការចុចមកស្មើអញ្ចឹងយើងប្រើ sum product ដដែលបាទមកដល់កន្លែងចំណុចនេះយើងប្រើ double negative ដដែលអញ្ចឹង double negative ដោយសារនៅត្រង់ចំណុចនេះយើងចង់រក share ណាដែលអត់ទាន់ចងរូបមន្តអញ្ចឹងអ្នកទាំងនេះវាយដូចដើមសិនទៅឥឡូវឧទាហរណ៍ថាខ្ញុំចង់មិញដោយសារតែរូបមន្តរបស់យើងប្រើបើកវងកញ្ចក់ប្រើ if formula ហើយយើងធ្វើការ select ទៅលើ share របស់យើងទាំងអស់មិញដែលយើងចង់ដឹងថា share ណាមួយនៅក្នុងចំណោម share ទាំងអស់នេះថា share ណាខ្លះមានរូបមន្តអញ្ចឹងយើងមិនធ្វើការបិទមុខកញ្ចក់មក3ដងអញ្ចឹងប្រកាសជាឃើញ4ដូចខាងលើហើយប៉ុន្តែកន្លែងនេះយើងអត់ចង់បាន share ដែលមានរូបមន្តទេយើងចង់បាន share ណាដែលអត់មានអញ្ចឹងកន្លែងចំណុចនេះអ្នកទាំងគ្នាបន្ថែមពាក្យ note មួយមករូបមន្ត note នេះកន្លែងនេះថែម note នៅកន្លែងនេះមានថាយើងអត់ចង់រក share ណាដែលមានរូបមន្តទេព្រោះឥឡូវវាមានរូបមន្តតែអាក្រោមនេះយើងអត់ចង់បាន share ណាដែលអត់មានរូបមន្តទេអញ្ចឹងអ្នកធ្វើការចុច enter មកអញ្ចឹងវាបង្ហាញថា6 share ដែលអត់មានរូបមន្តអញ្ចឹងអ្នកទាំងនេះអាចទៅ double check មើលបានថាតើ share ទាំងអស់ហ្នឹងប្រកាសជាអត់មានរូបមន្តមែនឬអត់អញ្ចឹងយើងចូលកន្លែង show formula នេះមកអញ្ចឹងអ្នកទាំងនេះបានឃើញហើយនេះខ្ញុំសុំធ្វើ highlight ពណ៌ផ្សេងឧទាហរណ៍ថាខ្ញុំសុំធ្វើ highlight ពណ៌លឿងចុះអញ្ចឹងមានន័យថា share នេះមានន័យថា share ទាំង6នេះអានេះ5អានេះខោមក5បូកមួយទៀត6មានថា share ទាំង6នេះយើងអត់បានចងរូបមន្តទេអញ្ចឹងយើងធ្វើការបិទវិញមកអញ្ចឹងអ្នកនរគ្នាប្រកាសជាឃើញហើយមានថា share នេះគឺ6ដែលអត់ទាន់បានចងរូបមន្តនេះអញ្ចឹងយើង total ទៅគឺ10អញ្ចឹង share ទាំងអស់របស់យើងមាន10នេះអញ្ចឹងគឺត្រឹមត្រូវហើយបើឧទាហរណ៍ថាឥឡូវខ្ញុំច្រឡំប៉ះដៃមួយទៀតហើយខ្ញុំដាក់8ឲ្យដូចគ្នាប៉ុន្តែ share ហ្នឹងគឺអត់បានចងរូបមន្តទេអញ្ចឹងមានថានេះវាថយមកមួយលេខហើយមានថា formula របស់យើងថយ share ដែលមានរូបមន្តមានតែ3ទេហើយ share ដែលអត់មានរូបមន្តឡើងដល់7ប៉ុន្តែឧទាហរណ៍ថាបើខ្ញុំទាញ share របស់ខ្ញុំឲ្យត្រូវវិញឲ្យមានរូបមន្តទាំងអស់អ
ចឹងឧទាហរណ៍ខ្ញុំទាញចាប់ពី share ពីក្រោមចុះខ្ញុំទាញឡើងទៅលើអញ្ចឹងមានថា share របស់ខ្ញុំទាំង10គឺមានរូបមន្តទាំងអស់អញ្ចឹង share ដែលអត់មានរូបមន្តគឺវាអត់បង្ហាញទេកន្លែងនេះអញ្ចឹងយើងអាច double check ថាទិន្នន័យរបស់យើងប្រកាសជា make sure ថាប្រកាសជាមានរូបមន្តទាំងអស់ឬក៏ត្រឹមត្រូវទាំងអស់បាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ